សូមគោរពជំរាបសួរពុកម៉ែបងប្អូនអរគ្នាសូមស្វាគមន៍ការមកកាន់វីដេអូរបស់ខ្ញុំបាទសាជាថ្មីហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំចង់បង្ហាញទាក់ទងទៅនឹងសិស្សរៀន design អញ្ចឹងឥឡូវនេះគឺគាត់កំពុងតែរៀនគូររូបបេះដូងហើយនឹងរូបមួករបស់ចុងភៅហើយអត់ដឹងថាគាត់ចង់បានតម្រង់បែបម៉េចទេឥឡូវយើងទៅទស្សនាការគូររបស់គាត់ទាំងអស់គ្នាចង់បញ្ជាក់អញ្ចឹងអ្នកនររូបបេះដូងហ្នឹងគាត់គូរយូរហើយតែគាត់ចេញតែគាត់ទាញចុះទាញឡើងគាត់ចេញជារូបរាងទេឥឡូវយើងចាំតែគ្រូជំនាញមកជួយឥឡូវយើងក៏លេខមើលម្នាក់ទៀតខាងស្ដាំដៃយើងហ្នឹងកំពុងតែហាត់ typing បន្តពូខ្ជិល design ពូ design ថ្ងៃ design អត់ចេញបន្ទាប់ពីអង្គុយគូសវាជិត1ម៉ោងឥឡូវគ្រូជំនាញយើងក៏មកជួយតែនៅតែអត់ដឹងថាហ្នឹងគាត់ចង់បានទម្រង់បែបម៉េចទេហើយគាត់និយាយថាចង់បានបេះដូងហ្នឹងឲ្យវាស្រួលចាំមើលថាធ្វើតាមតម្រូវចិត្តគាត់បានអត់ឥឡូវនេះក៏ឃើញថាគ្រូជំនាញរបស់យើងក៏បានមកបញ្ចេញស្នាដៃសិស្សមើលហើយអត់ដឹងថាត្រូវចិត្តសិស្សអត់ព្រោះគូមួយថ្ងៃគ្រូអត់ត្រូវចិត្តទេដូរឡូតព្រោះសិស្សចង់បានបេះដូងស្រួលតែអត់ដឹងថាគ្រូជំនាញរបស់យើងនឹងគូត្រូវចិត្តរបស់គាត់អត់តែអ្វីដែលសំខាន់គូចុះគូឡើងអត់ចេញបេះដូងអស់គ្នារៀងផ្លែប៉ោមវិញបណ្ដាក់ស្លឹកទៅតំណងផ្លែប៉ោមជាងបន្ទាប់ពីគូបេះដូងជិតមួយថ្ងៃឥឡូវយើងគូអត់ទាន់ចេញទេយើងក៏លេខមកមើលហាងឆ្វេងដៃយើងវិញគាត់កំពុងតែធ្វើ poster តាក់ទងទៅនឹងមហូបតែខ្ញុំអត់ដឹងថាមហូបអីទេអត់ដឹងថាមហូបឬក៏គៀវឥឡូវយើងក៏លេខមើលការ design របស់យើងវិញនៅតែ design អត់ទាន់បានយើង design យើងគិតមើលទៅវាចូលមកព្រឹកធំហើយតែយើង design អត់ទាន់ចេញទេឥឡូវកុំតន់ទៅណាយើងបន្តមើលវីដេអូគូបេះដូងយើងទៀតអត់ដឹងថាគាត់គូសចេញអត់ឥឡូវនេះបេះដូងរបស់យើងកំពុងតែប្រែរូបប្រែរាងអត់ដឹងថាសាលទេព្រោះឃើញថាទឹកដៃត្បូងរបស់គាត់គឺប៉ុណ្ណឹងអាចទួយយកបានហើយបេះដូងស្អាតកប់ស្រី